ជ្រក់ត្រសក់ខ្ញុំថ្ងៃនេះគឺថាទំនងមែនទែនបងប្អូនណានិយាយពីត្រសក់វិញឡើងស្រួយហើយពណ៌ឡើងស្អាតតែម្ដងដោយសារអីដោយសារយើងរកបានត្រសក់ខ្ចីស្រួយល្អមែនទែនហើយត្រសក់ហ្នឹងថ្មីមែនទែនណាបងប្អូនយកមកធ្វើជ្រក់បែបនេះគឺថាពណ៌ក៏ស្អាតរសជាតិក៏ឆ្ងាញ់គឺថាស្រួយខ្ញោកតែម្ដងថ្ងៃនេះទិញបាន10គីឡូ10ត្រសក់បងប្អូនណាយកមកធ្វើជ្រក់គឺថាទំនងមែនទែនមើលពណ៌សបល់គេបងប្អូនទំនងខ្លាំងណាស់ហើយរបៀបធ្វើជ្រក់10ត្រសក់បងប្អូនអត់មានអីពិបាកទេដូចតែយើងធ្វើជ្រក់ផ្សេងដែរបងប្អូនលាងឲ្យស្អាតចឹងមកសម្រស់ឲ្យអស់ទឹកឲ្យបងប្អូនមើលណែខ្ចីលវក់តែម្ដងយើងហាលហើយអញ្ចឹងហើយយើងច្រកដាក់ក្នុងកឡមកបងប្អូនតាំងក៏ពិតដល់បានហាលថ្ងៃអីទេបងប្អូនណាយកមកឲ្យតែស្រស់ទឹកមកបានហើយក្នុងហ្នឹងបន្ថែមជាមួយនឹងខ្ទឹមតិចមកយកក្លិនហើយនឹងម្ទេសសម្រាប់យើងយកមកទុកញិចទុកអីចឹងណាឥឡូវនេះចាប់ដើមទៅធ្វើទឹកជ្រក់តែម្ដងហើយទឹកជ្រក់ខ្ញុំបងប្អូនឲ្យគ្មានអីប្លែកទេកូរទៅស្ករត្នោតបន្តិចមកយើងដាក់ទឹកមកហើយបន្តមកទៀតដាក់អំបិលក្រួសមកបងប្អូនខ្ញុំធ្វើអំបិលក្រួសអត់ធ្វើអំបិលម៉ត់ទេហើយអំបិលក្រួសយើងដាក់ចូលចឹងមកហើយទុកឲ្យពុះងាយមែនទែនបងប្អូនគ្រាន់តែពុះហើយយើងបិទភ្លើងមកហើយយើងលំអកទឹកនឹងទុកប្រហែលជា5នាទីទៅណាបងប្អូនយើងកុំតន់ចាក់ភ្លាមហើយយើងចាក់ចូលក្នុងកែវបែបហ្នឹងមកបងប្អូននៅពេលដែលធ្វើជ្រក់បងប្អូនប្រើកែវថ្មប្រើពាងប្រើអីចឹងមកដើម្បីឲ្យជ្រក់វាមានសភាពស្អាតហើយណាមួយវាអត់ចេញជាតិចូលបងប្អូនយើងប្រើប្រភេទកែវអញ្ចឹងវាល្អសម្រាប់សុខភាពដែរនៅពេលដែលយើងញ៉ាំហើយនៅពេលដែលយើងដាក់ទឹកចូលរួចហើយបងប្អូនយើងត្រូវចំហគ្របនឹងទុកសិនអត់តង់គ្របភ្លាមទេណាបងប្អូនគ្របភ្លាមលលួយអស់បងប្អូនយើងយកត្រជាក់ល្អតែម្ដងទៅយើងគ្របគម្របហើយពេលដែលគ្របគម្របហើយបងប្អូនទុក2យប់ខ្ញុំចាប់ដើមបើកមើលហើយបើកមើលគឺថាល្មមបងប្អូននៅពណ៌គេគឺថាតំណងមែនទែនពណ៌គេនឹងគឺស្រស់ហ្មងជ្រក់ត្រសក់បងប្អូនមើលឃើញតែពណ៌ប៉ុណ្ណឹងដឹងតែឆ្ងាញ់ហើយអត់មានលលួយអត់មានស្អុយអីទេគឺថាយើងធ្វើជ្រក់បានល្អមែនទែនហើយបងប្អូនឲ្យកែវធំពេកពេលដែលលើកលាក់បែបហ្នឹងមកគឺថាមានការលំបាកជាខ្លាំងក៏ប៉ុន្តែហេតុតែចង់ចាក់ឲ្យបងប្អូនឃើញថាតំណងខំប្រឹងលើកចាក់មកប៉ុន្តែពិបាកបងប្អូនវាធ្ងន់ណាប៉ុន្តែបងប្អូនមើលឃើញត្រសក់ធ្លាក់មកគឺថាមានមួយផ្លែណាដែលថាត្រសក់ហ្នឹងមើលទៅអត់តំណងឯងបងប្អូនតំណងទាំងអស់ហើយខ្ញុំចាប់ដើមលាយបងប្អូនលាយគ្មានអីច្រើនទេមានតែស្ករប៊ីចេងហើយយើងថែមម្ទេសតិចមកតែប៉ុណ្្នឹងមកបងប្អូនកូរច្របល់ឲ្យតែសព្វមកទុកមួយយប់ទៀតបងប្អូនរបៀបរាយជ្រក់ខ្ញុំគឺដដែលនឹងឯងប៉ុន្តែបងប្អូនហើយបើបានញ៉ាំហើយដឹងថាជក់ចិត្តហើយគ្រាន់តែឃើញក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរបងប្អូនតបជាមួយត្រីអាំងត្រីឆ្អើរត្រីអីហ្នឹងគឺថាត្រូវមែនទែនជាពិសេសបងប្អូនយកទៅធ្វើគ្រឿងខ្លែមក៏បានដែរហើយយើងតបជាមួយនឹងសាច់គោងៀតអីចឹងសាច់គោងៀតសាច់ជ្រូកងៀតអីចឹងមកគឺថាឆ្ងាញ់តែម្ដងគ្រាន់តែពេលមកនិយាយតាមក្រោយប៉ុណ្ណឹងក៏ចង់ញ៉ាំទៀតដែរបងប្អូនតាំងកពិតវីដេអូនេះញ៉ាំហើយអស់ហើយប៉ុន្តែមកវីដេអូតាមក្រោយចឹងគឺថាមានការចង់ញ៉ាំជាខ្លាំងពេលដែលធ្វើជ្រុំម្ដងអត់ដែលសល់ទេបងប្អូនហើយអត់ដែលទុកបានយូរទៀតគឺថាមានការចែកលេខគ្នាអ្នកបន្តិចអស់ហើយអញ្ចឹងថ្ងៃនេះធ្វើជ្រក់អត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្ណឹងទេបាយបាយ